ទី1 round 1 បាទអរគុណណាស់រីទស្សនាទឹកទី1មកដៃឆ្វេងរបស់វិបុលសុកម៉ាត់ស្ដាំរបស់ព្រុយដូស៊ីលវ៉ាមកដៃឆ្វេងរបស់វិបុលសុកម៉ាត់ឆ្វេងពីវិបុលសុកអាយយទាញហើយ Bogosol you throwចូលដៃ 1 2 3 4 5 6 7 បាទมันអាចបន្តការប្រកួតបានទេបាទសោកស្ដាយផងសម្រាប់ Bruno Silva បានលឿនមែនទែនបាទអាចនិយាយបានថាគាត់ជាប់កំណត់ត្រាកីឡាករដែលបាទបោះបង់ការប្រកួតឬក៏សន្លប់លឿនជាងគេក្នុងសប្តាហ៍នេះ បាទ បាទ សំខាន់វីបលសុកបាទគាត់លេងមុតសក់លុយទៀតណាបាទដូចមុតសក់នេះគេថាអំណោយផលសម្រាប់ការប្រកួតរបស់គាត់បាទលឿនបាទលឿនមែនតើបាទបាទយើងទស្សនារូបភាពយឺតបាទការដើរចូលបាទពីវិបុលសុកវីឆ្វេងបាទវីឆ្វេងដេញតាមជាបន្តទៀតបាទនេះស្ដាំនេះបាទចំពេញតែម្ដងបាទកង់ចេញម្រាមផងមិនទាំងងាយទុកឯណាបាទណែការវីឆ្វេងសោកពេញដងខ្លួនឲ្យឆ្វេងមកដៃជួបពេញទៀតមកដៃជួបពេញថែមមកស្ដាំចុងក្រោយនេះបាទគឺធួនស្ដាំនឹងបាទឆ្វេងនៅរៀងបាទដាច់ប៉ោះតិចណាដល់ពេលមកដៃស្ដាំចុងក្រោយហ្នឹងគឺល្ងិតឆឹងយកបណ្ដោយនេះឆ្វេងតាមស្ដាំបាទអូយធន់ណាស់បាទពេញគោលដៅអរគុណច្រើនទស្សនិកជនបាទយើងនេះទស្សនាប្លង់ឡបាទពីក្រុមការងារបាទសម្រិទ្ធសំណាងជូនបងប្អូនយើងបាទគឺពីឆ្វេងផងពីស្ដាំផងការចេញចង្វាក់ចំពេញគោលដៅពីវីបោសុកអរគុណច្រើនត្រៀមស្ដាប់ការប្រកាសលទ្ធផលជាផ្លូវការ បាទសូមអរគុណកីឡាករបង្គោលក្រហមពេជ្រពីបុលសុកកម្ពុជាទទួលបានជ័យជំនះដោយផ្ដួលកីឡាករបង្គោលខៀវមកពីប្រទេសប្រេស៊ីលសន្លប់នៅក្នុងទឹកទី1 បាទអរគុណណាស់ពុកបងប្អូនបាទប្រិយមិត្តទូទាំង